មានគេសួរខ្ញុំថាកូនខ្ញុំរៀនសាលារដ្ឋឬសាលាឯកជននៅក្នុងប្រទេសអូស្ត្រាលីចាកូនខ្ញុំទាំងពីរនាក់គឺរៀនសាលាតែមួយគឺរៀននៅសាលារដ្ឋបងប្អូនសាលារដ្ឋគឺល្អគ្រប់គ្រាន់សម្រាប់ការអប់រំនៅក្នុងប្រទេសអូស្ត្រាលីអត់ចាំបាច់អីទៅរៀនសាលាឯកជនទេថ្មីត្បិតតែប្រទេសអូស្ត្រាលីជាប្រទេសធូរធារមានសេដ្ឋកិច្ចល្អប៉ុន្តែតាមអ្វីដែលខ្ញុំសម្គាល់នៅសាលាដែលកូនខ្ញុំរៀនណាបងប្អូនគឺគេតែងតែធ្វើការរៃអង្គាសលុយចាមួយឆ្នាំគឺមិនក្រោម10ដងទេបងប្អូនគឺគេបង្កើតកម្មវិធីផ្សេងគ្នាហើយថ្ងៃនេះគឺកម្មវិធីចា Slime Run ហ្នឹងគឺជាកម្មវិធីសិស្សរត់លេងបាញ់ទឹកដាក់គ្នាលេងអញ្ចឹងណាមិនមែនជាការប្រកួតដើម្បីយកពានរង្វាន់អីទេហើយលុយដែលគេរៃអង្គាសបានហ្នឹងគឺយកទៅឧបត្ថម្ភសាលារៀនហើយនៅក្នុងសហគមន៍ហើយថ្ងៃនេះខ្ញុំភ្លេចថាខ្ញុំនឹងមានកូន2នាក់បងប្អូនណាហើយកូនមួយតូចនេះកំពុងតែរត់ខ្ញុំក៏ភ្លេចថតអាកូនបងមួយទៀតហើយនិយាយពីដល់កោហើយបងប្អូនអើយពេញហ្មងក៏អាវគាត់គឺប្រឡូកប្រឡាក់ទៅដល់ផ្ទះវិញគឺថារឿងដំបូងហ្នឹងគឺថាត្រូវមុជទឹកកក់សក់នឹងឯង